គេសួរខ្ញុំថាយល់យ៉ាងណាដែរចំពោះលុយ$230,000ខ្ញុំថាជាសិទ្ធិរបស់គេព្រោះលុយនោះជាលុយរបស់គេចង់ប្រើប្រាស់បែបណាវាជាសិទ្ធិរបស់គេឲ្យតែស្របទៅតាមផ្លូវច្បាប់ប៉ុន្តែបើសម្រាប់ខ្ញុំវិញបើខ្ញុំមានដល់$230,000ខ្ញុំយកមកសាងចំណេះដឹងឲ្យក្មេងៗបើទោះបីជាគេថាមានពិធីសាសនាណាមួយជួយឲ្យយើងឡើងឋានសួគ៌បានក៏ដោយសម្រាប់ខ្ញុំសុខចិត្តមិនបានឡើងឋានសួគ៌របៀបនឹងចោះយកលុយមកបើកសាលាយកពេលវេលាមកបង្រៀនក្មេងរឿងឋានសួគ៌ឋាននរកជាតិមុខជាតិក្រោយវាគ្រាន់តែជារឿងនិទានដែលមនុស្សនិយាយតៗគ្នាទាំងគ្មានប្រភពច្បាស់លាស់ចំណែកពិធីដោះអំពើរំដោះគ្រោះលើករាសីវាគ្រាន់តែជាវិធីលួងលោមមនុស្សដែលមានវិបត្តិផ្លូវចិត្តតាមពិតទៅវិធីទាំងអស់នេះវាល្អសម្រាប់ដោះស្រាយអ្នកដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់ជនទុច្ចរិតដែរដែលពួកនោះមានឱកាសបង្កប់បញ្ជាអ្នកជំងឺឲ្យបំពេញមហិច្ឆតារបស់ខ្លួនអ្នកជំងឺច្រើនណាស់ដែលជះលុយរាប់ម៉ឺនឬរាប់សែន$ទៅឲ្យពួកបារមីคล้ายៗទាំងអស់នោះការដែលមិនបានសិក្សាយល់ដឹងពីសង្គមនិងធម្មជាតិមនុស្សមួយចំនួនខ្វល់ខ្វាយខុសទំនងអ្នកខ្លះមានអារម្មណ៍ថាខ្លួនឯងពិបាកជាងគេទាំងជីវិតកំពុងរស់នៅក្នុងភាពស្រណុកសុខស្រួលអ្នកខ្លះគិតថាខ្លួនឯងមានជំងឺច្រើនមានអ្នកស្អប់ច្រើនប្រហែលជាត្រូវអំពើគេហើយកាលណាតែផ្លូវចិត្តទន់ខ្សោយមនុស្សមានអារម្មណ៍រវើរវាយច្រើនខ្វល់ខ្វាយលើសហេតុការណ៍ដែលបានកើតឡើងជាក់ស្ដែងការដែលខ្វល់ខ្វាយខុសទំនងនេះហើយដែលជាឱកាសរបស់ជនទុច្ចរិតបច្ចុប្បន្នសង្គមខ្មែរយើងសិលធម៌ធ្លាក់ចុះការចែករំលែកចំណេះដឹងនៅទន់ខ្សោយជំនឿផ្ដេសផ្ដាស់កាន់តែកើនឡើងស្របពេលដែលពិភពលោកកំពុងតែរីកចម្រើនបច្ចេកវិទ្យាគេអាចទស្សន៍ទាយពីជោគវាសនាប្រទេសជាតិមួយបានដោយមើលទៅលើផ្នត់គំនិតប្រជាជនភាគច្រើនបើផ្នត់គំនិតប្រជាជនភាគច្រើនបែបណាហើយជោគវាសនាប្រទេសជាតិមួយនឹងក៏បែបនឹងដែរបើប្រជាជនភាគច្រើនគោរពឲ្យតម្លៃអ្នកចែករំលែកចំណេះដឹងប្រទេសនោះនឹងសម្បូរអ្នកចេះដឹងមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវនិងបង្កើតរបស់ថ្មីៗបានប៉ុន្តែបើប្រជាជនភាគច្រើនឲ្យតម្លៃទៅលើតែជំនឿផ្ដេសផ្ដាស់នោះនឹងមានអ្នកមានបុណ្យមានបារមីคล้ายៗកើតគ្រប់ទីកន្លែងអ្នកធ្វើបែបណាវាជាសិទ្ធិរបស់អ្នកប៉ុន្តែសកម្មភាពរបស់អ្នកជាចំណែកមួយក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិយើងត្រូវចាំម៉ូលេគុលទឹកដ៏តូចល្អិតរួមផ្ដុំគ្នាបង្កើតបានជាមហាសមុទ្រដ៏ធំល្វឹងល្វើយសកម្មភាពរបស់ពួកយើងម្នាក់ៗរួមផ្ដុំគ្នាបង្កើតបានជាជោគវាសនារបស់ប្រទេសជាតិខ្ញុំផាតសុផលចែករំលែកទស្សនៈនិងចំណេះដឹង